សួស្តីបងប្អូនម្នាក់សិក្សាស្វាគមន៍ក៏ចូលមកកាន់ Channel Digital Learning KH ថ្ងៃនេះយើងនឹងសិក្សាកម្មវិធី Microsoft បន្តទៀតបាទអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងសិក្សាទៅលើកម្មវិធី Microsoft Excel ដែលខ្ញុំនឹងបង្ហាញបងប្អូនបាទពីរបៀបដាក់ message alert ដោយយើងដឹងបាទទៅលើការវាយបន្ទុកឬក៏ទិន្នន័យចូលនៅក្នុង cell ដែលយើងបានកំណត់ចំនួនណាមួយបាទដែលយើងមិនចង់ឲ្យលើសទិន្នន័យបាទជាក់ស្ដែងដូចជានៅក្នុងគំរូឧទាហរណ៍នេះគឺតកតងនឹងបន្ទុកបាទអញ្ចឹងបើបន្ទុកយើងត្រឹម50ពេញឬក៏100ពេញយើងកំណត់ទៅតាមនឹងមកបាទនៅក្នុងនេះគឺខ្ញុំកំណត់100បាទអញ្ចឹងប្រសិនបើយើងវាយបន្ទុកក្រោម100គឺអត់បញ្ហាបាទយើងវាយ0ក៏អត់បញ្ហាឧបមាថាទៅអវត្តមានយើងវាយ0ប៉ុន្តែប្រសិនមកជាយើងវាយច្រឡំថាបន្ទុក100តែយើងទៅវាយលេខ200បាទយើង enter មកគឺវានឹងចេញ warning message ប្រាប់យើងបាទឥឡូវដើម្បីកុំឲ្យខាត់ពេលបាទយើងចូលទៅកំណត់ទាំងអស់គ្នាបាទអញ្ចឹងខ្ញុំចូលមើលនៅក្នុង sheet ស្នាក់នេះបាទអញ្ចឹងគឺត្រង់នេះខ្ញុំអត់ទាន់បានកំណត់អីទេមិនថាបងប្អូនវាយប្រហែល100ទេគឺវាអត់មានចេញអីទេដោយសារតែខ្ញុំអត់ទាន់កំណត់បាទដូច្នេះបងប្អូនត្រូវការ select លើ cell នេះមកបាទអញ្ចឹងខ្ញុំបញ្ជាក់ប្រាប់ថាប្រសិនណាជាបន្ទុកដូចគ្នាគឺបងប្អូនselect ទាំងអស់មកកំណត់តែម្ដងហើយតែម្ដងប្រសិនណាបន្ទុកខុសគ្នាឧទាហរណ៍ថាខ្មែរ100បងប្អូន select កំណត់លើបន្ទុកខ្មែរសិនមកបាទបើសិនណាជាអង់គ្លេស50យើងត្រូវ select កំណត់50សិនមកបាទប៉ុន្តែបើបន្ទុកដូចគ្នាបងប្អូន select ទាំងអស់មកគឺជាការស្រេចយើងកំណត់ម្ដងគឺហើយតែម្ដងបាទតែទីនេះគឺខ្ញុំបង្ហាញបងប្អូន3បាទអញ្ចឹងគឺវាមាន stop វាមាន warning ហើយនឹងមាន info បាទអញ្ចឹងឥឡូវគឺខ្ញុំកំណត់តែមុខវិជ្ជាមកដើម្បីងាយស្រួលបង្ហាញបងប្អូនបានទាំង3របៀបតែម្ដងបាទអញ្ចឹងយើង select នៅលើ cell បាទនៅលើ column ដែលយើងចង់បានហើយយើងចូលមកនៅក្នុង data បាទយើងចូលមកនៅក្នុង data validation បាទនៅក្នុង data validation នេះបាទបន្ទាប់មកនៅក្នុង setting នេះគឺត្រង់ allow បាទគឺបងប្អូនយក whole number បាទដល់តាតកតងនឹងតម្លៃលេខដែលយើងចង់កំណត់បាទអញ្ចឹងគឺត្រង់នេះយើងយក bfin បាទ bfin 0បាទ to 100បាទអញ្ចឹងចាប់ពី0ដល់100បាទអាស្រ័យទៅលើបន្ទុករបស់យើងប្រសិនណាជាត្រង់នេះបងប្អូនបន្ទុក50អញ្ចឹងគឺយើងវាយត្រឹម50មកបាទអញ្ចឹងនៅពេលដែលយើងវាយបញ្ចូលទិន្នន័យបន្ទុកសិស្សបើលើកពី50គឺវាអត់អនុញ្ញាតទេបាទតែទីនេះខ្ញុំយក100បាទបន្ទាប់មកត្រង់ error alert បាទអញ្ចឹងគឺយើងក្នុងនេះមាន3ឥឡូវខ្ញុំយក stop មុនគេបាទហើយបន្ទាប់មកគឺខ្ញុំដាក់បាទខ្ញុំដាក់ stop ដែរមកកុំឲ្យពិបាកវែងឆ្ងាយបាទដាក់សញ្ញាឧទានមួយទៀតមកបាទអញ្ចឹងត្រង់នេះគឺយើងដាក់ message មកឧបមាថាខ្ញុំដាក់ថា diesel are not allow to បាទ key in the number more than 100បាទអញ្ចឹងគឺបន្ទាប់មកគឺបងប្អូនចុចអូខេបាទអញ្ចឹងបានមួយឥឡូវខ្ញុំកំណត់មួយទៀតអំពី warning បាទខ្ញុំ select ត្រឹមនេះបាទតាមពិតគឺបន្ទុកច្រើនបងប្អូន select អស់មកប៉ុន្តែខ្ញុំខ្ជិល select វែងឆ្ងាយខ្ញុំ select តែប៉ុណ្ណឹងមកបាទដើម្បីបង្ហាញបងប្អូនអញ្ចឹងយើងចូលនៅក្នុង data ដដែលមក data validation បាទបន្ទាប់មកទៀតយើងចូលក្នុង setting យើងត្រង់ allow នេះគឺយើងយក whole number ដូចគ្នាមកបាទហើយយើងយកពី0ដល់100ដូចគ្នាបាទបន្ទាប់មកត្រង់ error alert បាទអញ្ចឹងគឺយើងអត់យក stop ទេយើងយក warning ម្ដងបាទត្រង់នេះយើងដាក់ warning ដែរមកបាទយើងដាក់ warning ដែរមកហើយត្រង់នេះគឺដោយសារតែខ្ញុំខ្ជិលវាយខ្ញុំ copy យកពីមិញនេះបាទហើយខ្ញុំចុចអូខេបាទអញ្ចឹងបានមួយទៀតអញ្ចឹងយើងមួយទៀតខ្ញុំដាក់ info បាទយើងចូល data ដូចគ្នាបាទបន្ទាប់មកយើងធ្វើការកំណត់ទៀតមកបាទយើងយក whole number បាទយើងយក0ដល់100ដូចគ្នាបាទអាស្រ័យទៅលើបន្ទុករបស់យើងបាទបើបន្ទុកយើង50យើងវាយ50បាទត្រង់នេះគឺខ្ញុំយក info បាទត្រង់ title នេះឥឡូវខ្ញុំដាក់info តែប៉ុណ្ណេះមកបាទខ្ញុំខ្ជិល save វិញ
ឥឡូវនៅត្រង់នេះគឺបងប្អូនអាចធ្វើការដាក់ជាភាសាខ្មែរក៏បានដែរភាសាអីក៏បានដែរបាទដាក់អីវាចេញហ្នឹងឥឡូវខ្ញុំដាក់ភាសាខ្មែរបងប្អូនមើលមួយបាទអញ្ចឹងគឺនៅក្នុងបាទហើយបន្ទាប់មកគឺខ្ញុំចុចអូខេបាទអញ្ចឹងគឺខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំង3នេះតើវាខុសគ្នាដូចម្ដេចបាទឥឡូវគឺតាក់ទងជាមួយនឹង stop បាទអញ្ចឹងគឺយើងបានកំណត់ឲ្យថាបន្ទុកយើងគឺ100បើវាយលើសពី100គឺមិនអាចវាយបញ្ចូលបានទេបាទឥឡូវយើងធ្វើការវាយសាកល្បងមកបាទយើងវាយថា78 94 55ប្រហែលក៏បានដែរតែប្រសិនបើបងប្អូនវាយលើសពី100បាទឧទាហរណ៍ថាយើងវាយច្រឡំ109នេះចេះបាទ enter ពុកមកគឺវានឹងចេញ message ប្រាប់យើងថា stop these cells are not allowed to key in number more than 100បាទដោយសារ109នេះគឺធំជាងបាទហើយអញ្ចឹងយើងមានពាក្យ retry និង cancel បាទប្រសិនយើងយក cancel គឺវានឹងលុបលេខនោះចេញវាឲ្យយើងវាយភាសាទៀតតែយើងវាយច្រឡំថា100យើងវាយលេខបាន200បាទបន្ទាប់មកបើយើងយក retry បាទអញ្ចឹងគឺវានឹង select លេខហ្នឹងឲ្យយើងវាយភាសាទៀតវាអត់ឲ្យវាយលើសពី100ទេបាទអញ្ចឹងលុះត្រាតែវាយក្រោម100បាទបើយើងដាក់77អញ្ចឹងអូខេឥឡូវមកដល់ warning បាទអញ្ចឹង warning គឺយើងវាយដូចគ្នាបាទបើសិនណាជាខ្ញុំវាយលើសពី100ទៅដើម្បីបង្ហាញបងប្អូនអញ្ចឹងគឺវាចេញមក warning ហើយ message វាចេញទៅតាមដែលយើងបានសរសេរបាទបន្ទាប់មកវាសួរថា continue វាមាន yes no និង cancel បើយើងយក cancel គឺមានន័យថាយើងចូលទៅវាយភាសាទៀតបើយើងយក no គឺវាអត់យកលេខហ្នឹងទេតែបើយើងយក yes វាអាចឲ្យយើងទទួលយកលេខហ្នឹងបានបាទយើងយក yes វាចេញលេខ200បានតែបើ stop គឺមិនអាចលើសបានទេបាទបើក្នុងនេះគឺយើងអាចយកបានគាត់ថាវាប្រាប់ព័ត៌មានយើងបាទ info ចឹង info យើងវាយដូចគ្នាបាទនៅពេលដែលយើងវាយបន្ទុកមកធម្មតាដូចគ្នាតែបើយើងវាយលើសពី100ទៅតាមមុខវិជ្ជាបន្ទុកមុខវិជ្ជាដែលយើងបានកំណត់100ឬក៏50ទៅតាមភាពជាក់ស្ដែងហ្នឹងចឹងគឺឧបមាថាខ្ញុំវាយឡើងទៅដល់ជា110ចេះ enter មកវានឹងចេញ info បាទហើយត្រង់នេះដោយសារតែមិញខ្ញុំដាក់ខ្មែរអញ្ចឹងវាចេញខ្មែរមកបាទហើយវាមាន cancel និង okay បាទ cancel គឺយើងមានន័យថាយើងអត់យកទេយើងចូលទៅវាយសារថ្មីតែបើយើង okay វានឹងទទួលយកចំនួនហ្នឹងបាទឧទាហរណ៍ត្រង់នេះមួយទៀតដែលខ្ញុំចង់បង្ហាញបងប្អូនបាទដើម្បីដាក់ input message គឺយើងដាក់លើ cell មួយហ្នឹងមកបាទបន្ទាប់មកទៀតយើងចូលនៅក្នុង data ដូចគ្នាបាទបន្ទាប់មកទៀតយើងចូលនៅក្នុង input message បាទអញ្ចឹងកន្លែង title យើងដាក់មកបាទយើងដាក់ឧបមាថាខ្ញុំដាក់ថា reminding អញ្ចឹងមកបាទមានការរំលឹកបាទអញ្ចឹងគឺយើងចង់ឲ្យប្រាប់ព័ត៌មានអីទៅលើ cell ហ្នឹងបាទទៅលើអ្នកវាយបញ្ចូលទិន្នន័យបាទអញ្ចឹងយើងសរសេរមកឥឡូវឧបមាថាខ្ញុំដាក់ថា please key in the data from បាទ midterm exam បាទអញ្ចឹងយើងចុច OK បាទអញ្ចឹងនៅក្នុងនេះនៅពេលដែលអ្នកវាយបញ្ចូលទិន្នន័យគាត់ដាក់ cursor មកគាត់នឹងឃើញថា reminding ការរំលឹកហើយអញ្ចឹងគឺ please key in the data from midterm exam អញ្ចឹងគឺគាត់នឹងដឹងថានៅក្នុង cell នេះគឺត្រូវវាយទិន្នន័យណាបាទអញ្ចឹងនៅក្នុងវីដេអូដែលខ្ញុំបង្ហាញបងប្អូនថ្ងៃនេះបាទមានតែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលាបាទជូនពរបងប្អូនឲ្យជោគជ័យគ្រប់ភារកិច្ចការងារបាយបាយ